ដំបូងមានមាសទាំង5ឃ្លាពីមហាសេដ្ឋីហុងកុងលោកលីកាស៊ីងលោកលីកាស៊ីងគឺជាមហាសេដ្ឋីដ៏ល្បីល្បាញម្នាក់របស់ហុងកុងដែលត្រូវបានគេប្រសិទ្ធនាមថាជា Superman នៃពិភពជំនួញជីវិតរបស់លោកបានចាប់ផ្ដើមចេញពីកុមារភាពដ៏កំសត់រហូតបានក្លាយទៅជាមហាសេដ្ឋីលំដាប់ពិភពលោកតាមរយៈការខិតខំប្រឹងប្រែងភាពប្រុងប្រយ័ត្ននិងទស្សនវិជ្ជាជីវិតដ៏ជ្រាលជ្រៅខាងក្រោមនេះគឺជាដំបូន្មាន5ឃ្លាដ៏មានតម្លៃពីលោកលីកាស៊ីងសម្រាប់ការគ្រប់គ្រងជីវិតហិរញ្ញវត្ថុនិងពិភពជំនួញ 1. ផ្លាស់ប្ដូរផ្នត់គំនិតជីវិតអ្នកពីការទិញសម្ភារៈបែរមកជាការវិនិយោគលើចំណេះដឹងសម្លៀកបំពាក់និងសម្ភារៈថ្លៃៗមិនអាចធ្វើឲ្យអ្នកក្លាយទៅជាមនុស្សមានបានឡើយប៉ុន្តែចំណេះដឹងនិងជំនាញថ្មីៗអាចផ្លាស់ប្ដូរវាសនារបស់អ្នកបាន 2. នៅពេលដែលអ្នកក្រត្រូវធ្វើសកម្មភាពឲ្យបានច្រើននៅខាងក្រៅប៉ុន្តែនៅពេលអ្នកមានត្រូវនៅផ្ទះឲ្យបានច្រើននៅពេលដែលអ្នកមិនទាន់ជោគជ័យត្រូវខិតខំប្រឹងប្រែងចេញទៅខាងក្រៅស្វែងរកឱកាសនិងរៀនសូត្រពីពិភពលោកឲ្យបានច្រើនប៉ុន្តែនៅពេលដែលអ្នកសម្រេចបានភាពជោគជ័យហើយត្រូវចេះរក្សាភាពស្ងប់ស្ងាត់ចំណាយពេលជាមួយគ្រួសារនិងកាត់បន្ថយនូវការអួតអាងឬក៏ភាពហ៊ឺហាដែលគ្មានប្រយោជន៍ 3. ត្រៀមខ្លួនសម្រាប់ថ្ងៃមានព្យុះទោះបីជាពេលនេះមេឃស្រឡះក៏ដោយមុននឹងគិតដល់ផលចំណេញលោកលីកាស៊ីងគឺតែងតែគិតពីហានិភ័យជាមុនជានិច្ចលោកបានរំលឹកថាជីវិតនិងជំនួញគឺតែងតែមានជើងឡើងនិងជើងចុះដូច្នេះត្រូវតែមានផែនការបម្រុងនិងលុយបម្រុងសម្រាប់ស្ថានភាពអាសន្នជានិច្ច 4. ជោគជ័យនៅក្នុងជំនួញអាស្រ័យលើសច្ចធម៌និងទំនុកចិត្តការរក្សាពាក្យសច្ចៈនិងកេរ្តិ៍ឈ្មោះគឺជាទ្រព្យសម្បត្តិដ៏ធំបំផុតនៅក្នុងជីវិតប្រសិនបើនរណាម្នាក់ទុកចិត្តអ្នកការធ្វើជំនួញនឹងក្លាយទៅជារឿងងាយស្រួលហើយទ្វារនៃឱកាសនឹងបើកចំហជានិច្ច 5. មនុស្សដែលគ្មានចក្ខុវិស័យវែងឆ្ងាយនឹងជួបវិបត្តិនៅចំពោះមុខកុំមើលឃើញតែផលប្រយោជន៍ដែលនៅជិតៗឬក៏ផលចំណេញភ្លាមៗការធ្វើផែនការជីវិតនិងជំនួញគឺត្រូវមើលឲ្យឃើញពីអនាគត5ទៅ10ឆ្នាំខាងមុខ